មកពុកម៉ែបងប្អូនជីវិតបែបសុខស្រាយអត់ទៅណាឆ្ងាយពីត្រីស្រែបន្លែស្រស់ហ្នឹងឯងពុកម៉ែបងប្អូនកបល់កបល់ត្រីវល់ត្រីរកដាមរកកែបរកខ្យងរកត្រីចឹងពុកម៉ែបងប្អូនជីវិតបែបសុខស្រាយគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបោះចំណាយពេល3នាទីសម្រាប់ទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ចឹងណាពុកម៉ែបងប្អូនហើយក៏ពេលពុកខ្ញុំនាំពុកម៉ែបងប្អូនទៅមើលវីដេអូខ្ញុំដើរចាប់ត្រីចិត្តទៀមសើមិញពុកម៉ែបងប្អូនឃើញខ្ញុំចាប់បានត្រីទូ4 5ដែរត្រីក្រាញ់ចឹងថ្ងៃនេះគឺបានច្រើនគាត់បើពុកម៉ែបងប្អូនតោះតែមើលសកម្មភាពទាំងអស់គ្នាកុំភ្លេចទៅតាមដានវីដេអូខ្ញុំចំណាយពេល3នាទីសម្រាប់មើលវីដេអូខ្ញុំចឹងណាពុកម៉ែបងប្អូនជួយគាំទ្រស្នាដៃជើងរត់ថងជីវិតបែបសុខស្រាយមិនទៅណាឆ្ងាយពីសុខស្រាយទេជម្រាបសួរហើយក៏សួស្ដីពុកម៉ែបងប្អូនជាទីស្រឡាញ់ដោយពុកម៉ែបងប្អូនឃើញក្បាលវីដេអូចឹងជីវិតខ្ញុំគឺខ្ញុំចូលចិត្តរស់បែបសាមញ្ញចូលចិត្តរស់បែបសុខស្រាយចំការពុកម៉ែបងប្អូនដែលចូលចិត្តបែបសុខស្រាយចំការដូចខ្ញុំអាចមើលវីដេអូខ្ញុំបានខ្ញុំចូលចិត្តខាងចឹងពុកម៉ែបងប្អូនពួកអីខ្ញុំអត់ដៃខ្ជិលទេទោះហត់នៅការងារមិនក៏ខ្ញុំខិតខំប្រឹងប្រែងណារកត្រីរកក្តាមរកកែពុកម៉ែបងប្អូនហើយស្រះនេះដែរគឺពុកម៉ែបងប្អូនឃើញពុកម៉ែបងប្អូនហើយកាលនៅទឹកគឺខ្ញុំដាក់លបម្លែលបប្រឹស100ពុកម៉ែបងប្អូនជាប់ត្រីជាប់ពោះជាប់ក្តាមជាប់កង្កែបដល់លើវារីងអស់ខែប្រាំងចឹងណាពុកម៉ែបងប្អូនថ្ងៃនេះដែរគឺថ្ងៃទី27ខែ1 2026ឲ្យពុកម៉ែបងប្អូនហ្នឹងហើយខ្ញុំបាទណែក៏សម្រាប់ពីការងារមកចាប់ត្រីពុកម៉ែបងប្អូនណាចូលចិត្តជីវិតបែបសុខស្រាយជីវិតដែលសាមញ្ញគឺអាចមើលវីដេអូខ្ញុំបានជីវិតទេសភាពជាមួយទេសភាពសុខស្រាយចំការចឹងណានេះត្រីស្រែឬមិនត្រីស្រែពុកម៉ែបងប្អូនមើលខ្លួនឯងណាស្រះនេះដែរគឺវានៅកប់ផុកត្រីវានៅកប់ផុកឲ្យគេឆែតច្រើនណាពុកម៉ែបងប្អូនខ្វះខ្មឹកមកក៏ឆែតបើពុកម៉ែបងប្អូនណាចង់រិញអីកាប់តុងអីពុកម៉ែបងប្អូនអាចមករុញទៀតមកកាប់យកតុងពុកម៉ែបងប្អូនអូយស្បូនតុងហើយនេះត្រីវាមិនធម្មតាណាពុកម៉ែបងប្អូនប៉ុនកដៃក្មេងប៉ុនមេជើងមេដៃអញ្ចឹងណានេះលោតពេចព្រុសត្រីពិតពុកម៉ែបងប្អូនខ្ញុំមិនចេះសម្ដែងទេពុកម៉ែបងប្អូនខ្លះគាត់ថាជាងរត់សម្ដែងជាងរត់នេះនៅយកត្រីមកដាក់អត់ទេជីវិតចាំបាច់យកត្រីមកដាក់ឯងខ្ញុំចូលចិត្តថតជាវីដេអូឲ្យពុកម៉ែបងប្អូនចូលចិត្តពិតអញ្ចឹងណាពុកម៉ែបងប្អូននេះរត់ពេចខ្វាច់នេះធំដែរហ្នឹងពុកម៉ែបងប្អូនមកភូមិនេះនៅចុងវីដេអូនេះពុកម៉ែបងប្អូនមិនមែនសម្ដែងទេគឺពិតហ្នឹងហើយបើសិនជាពុកម៉ែបងប្អូនណាមិនជឿអាចមកចាប់ជាមួយខ្ញុំបានហើយខ្ញុំចាប់នៅនេះដែរគឺវានៅកប់ក្នុងអាកឆែតនោះបងប្អូនកឆែតនោះវាក្រាស់ហើយនេះលទ្ធផលហើយអាមួយនេះគឺត្រីវាដូចត្រីចិញ្ចឹមអញ្ចឹងបងប្អូននេះឡើងនេះវានៅកប់ក្នុងកឆែតឲ្យមើលលោតហើយប្រពន្ធនេះថតឲ្យចេញជើងចេញដៃឲ្យទៀតពុកម៉ែបងប្អូនហ្នឹងហើយជីវិតបែបសុខស្រាយមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនជីវិតខ្ញុំចូលចិត្តសាមញ្ញចូលចិត្តរស់បែបធម្មជាតិចូលចិត្តរស់ចឹងស្រួលសុបាយទី1យើងបានមកហូបឆ្ងាញ់ទី2យើងបានវីដេអូឲ្យពុកម៉ែបងប្អូនទស្សនាទី3ជីវិតបែបសាមញ្ញអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនណាចូលចិត្តបែបសុខស្រាយពុកម៉ែបងប្អូនអាចមើលវីដេអូខ្ញុំបានអាចទៅតាមដាន page ខ្ញុំបានសូមជួយ follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនិងវីដេអូបែបសុខស្រាយចំការគឺខ្ញុំថតបែបវីដេអូបែបអញ្ចឹងរហូតអញ្ចឹងណាពុកម៉ែបងប្អូនខ្ញុំចូលចិត្តបែបអញ្ចឹងហ្នឹងហើយក៏អរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូខ្ញុំសូមជួយ like ជួយ share ម្នាក់មួយផងសូមអរគុណសូមជម្រាបលា